សួស្តីបងប្អូនទាំងអស់គ្នាព្រឹកនេះខ្ញុំគ្រាន់តែបើកភ្នែកឡើងគឺខ្ញុំបង់ពន្ធអស់ 12,500 yen មួយផ្លែតថ្ងៃនេះផងដែរខ្ញុំត្រូវដល់ថ្ងៃបង់ពន្ធចំនួន 4 មុខចាមានពន្ធធំគឺពន្ធប្រាក់ចំណូលហើយពន្ធអាជីវកម្មហើយពន្ធពីរមុខទៀតនោះគឺខ្ញុំអត់បានមើលទេខាងប្តីខ្ញុំគាត់កាន់សបុនអញ្ចឹងណាចាបងប្អូនគាត់ខ្លះគាត់ឆ្ងល់ថាបើមានគ្រួសារជនជាតិជប៉ុនហេតុអីបានខ្ញុំត្រូវជាបងពន្ធខ្លួនឯងមិនថាប្តីប្រពន្ធជប៉ុនខ្មែរទេបងប្អូនឲ្យតែយើងមានប្រាក់ចំណូលចេញចូលក្នុងកុងចាគឺខាងសាលាក្រុងគឺគេដឹងទាំងអស់បងប្អូនណាចាចំពោះខ្ញុំមិនមែនជាសិស្សមិនមែនការកាមហើយក៏មិនមែនជាពលករជំនាញដែរអញ្ចឹងនៅពេលដែលខ្ញុំមានប្រាក់ចំណូលគឺខ្ញុំត្រូវបងពន្ធជូនរស់ដូចគេដូចឯងដែរអញ្ចឹងប្តីខ្ញុំក៏បងខ្ញុំក៏បងចាចំនួនពន្ធគឺវាថ្លៃថោកទៅតាមប្រាក់ចំណូលយើងអញ្ចឹងបងប្អូនទាំងអស់គ្នាពន្ធ 4-5 មុខទៀតគឺខ្ញុំត្រូវខាងសាលាក្រុងគាត់កាត់ចេញដោយអូតូពីកុងតែម្ដងប៉ុន្តែចំណែកពន្ធធំខ្លះគឺខ្ញុំត្រូវទៅបង់នៅធនាគារផ្ទាល់ដោយខ្លួនឯងដោយសារតែខ្ញុំអត់បានភ្ជាប់ system ជាមួយនឹងសាលាក្រុងអញ្ចឹងណាចាហើយបងប្អូនកុំគិតថាយើងមានប្រាក់ចំណូលចូលក្នុងកុងគេអត់ដឹងចាគេដឹងទាំងអស់ដូច្នេះឲ្យបងប្អូនកុំភ្លេចបង់ពន្ធចា